សួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺជាថ្ងៃទី11ខែ10ឆ្នាំ2025បាទអញ្ចឹងយើងមកមើលចន្ទីដែលយើងធ្វើការបាញ់ទៅលើវាហ្នឹងគឺយើងបាញ់បានប្រហែលជា10ថ្ងៃហើយបាទអញ្ចឹងអានេះគឺជាលទ្ធផលមើលមកបាទនេះគឺជាលទ្ធផលដែលយើងបានបាញ់ជាមួយនឹងspeed សត្វល្អិតបាទបងប្អូននេះ speed សត្វល្អិតអញ្ចឹងឃើញថាត្រួយរបស់វាគឺល្អមែនតើបាទគឺនៅពេលដែលវាចេញមកគឺអត់មានអីតិចទេបាទអានេះគឺយើងបាញ់បានរយៈពេល10ថ្ងៃហើយបាទបងប្អូននេះគឺត្រួយដែលលាស់មកគឺល្អមែនតើអញ្ចឹងបងប្អូនកុំឲ្យឆ្ងល់ថាបាញ់ថ្នាំសត្វល្អិតមិនបានត្រួយល្អអញ្ចឹងបាញ់លាយអីផ្សេងទេបាទអញ្ចឹងបងប្អូនកុំឲ្យឆ្ងល់ជាក់ស្ដែងដែលឃើញត្រួយលាស់ល្អអញ្ចឹងមិនមែនថាមកពីខ្ញុំបាញ់សត្វល្អិតតែមួយមុខទេបាទអញ្ចឹងខ្ញុំបាញ់លាយជាមួយនឹងជីបំប៉នបាទបងប្អូនបាញ់លាយជាមួយនឹងជីបំប៉នព្រោះអីបើសិនតែយើងបាញ់តែសត្វល្អិតក៏វាអត់ធ្វើឲ្យចន្ទីរបស់យើងលាស់ត្រួយល្អអញ្ចឹងទេបាទអញ្ចឹងដើម្បីឲ្យត្រួយវាលាស់មកល្អហើយអត់មានអីតិចអញ្ចឹងយើងត្រូវបាញ់ទាំងសត្វល្អិតបាញ់ទាំងជីបំប៉នអញ្ចឹងសម្រាប់ជីបំប៉នដែលបងប្អូនអាចជ្រើសរើសយកប្រើបងប្អូននិយមប្រើនៅជីបំប៉នប្រភេទអីបងប្អូនប្រើនៅជីបំប៉នប្រភេទហ្នឹងទៅហើយយើងអាចយកមកប្រើលាយជាមួយនឹងspeed ថ្នាំសត្វល្អិតជាការស្រេចអញ្ចឹងយើងដាក់លាយគ្នារួចហើយយើងធ្វើការបាញ់តែម្ដងបាទអញ្ចឹងរូបថ្នាំហ្នឹងខ្ញុំនឹងដាក់នៅលើវីដេអូដើម្បីឲ្យបងប្អូនបានឃើញថា speed សត្វល្អិតវាមានរូបរាងបែបម៉េចបាទអញ្ចឹងយើងទៅមើលដើមផ្សេងថាតើដើមផ្សេងវាល្អអញ្ចឹងឬក៏មានសត្វតិចហើយឬនៅបាទអញ្ចឹងដោយសារតែយើងធ្វើការបាញ់អស់រយៈពេលយូរដែរអញ្ចឹងសម្រាប់ដើមនេះក៏អត់ទាន់មានអីស៊ីនៅឡើយទេបាទបងប្អូនគឺត្រួយរបស់វានៅល្អនៅឡើយទេបាទនេះបាទត្រួយរបស់វាបាទត្រួយរបស់វាគឺនៅស្រស់ញញឹមនៅឡើយទេបាទនេះគឺចេញមកល្អមែនតើដល់ពេលដែលយើងបាញ់បូកគ្នាអញ្ចឹងបាទអញ្ចឹងទៅមើលដើមបន្ទាប់ទៀតនេះបងប្អូនដើមនេះគឺធំជាងដើមមាញ់បន្តិចបាទអញ្ចឹងដើមនេះក៏អត់ទាន់មានការតិចអីដែរអត់ទាន់មានបញ្ហាអីនៅឡើយទេបាទអញ្ចឹងគឺឃើញថាវាមានភាពល្អនៅឡើយបាទប៉ុន្តែមកមើលមែកខាងនេះគឺវាចាប់ផ្ដើមមានការមូលស្លឹកបាទការមូលស្លឹកអញ្ចឹងយើងបកមើលថាតើវាមានសត្វល្អិតនៅខាងក្នុងដែរឬអត់បាទមានតកោដែលអត់បាទនេះអញ្ចឹងយើងបកទៅឃើញមានតកោមួយបាទបងប្អូនប៉ុន្តែតកោនេះគឺវាងាប់បាត់ហើយបាទវាងាប់បាត់ហើយព្រោះអីអានេះវាអាចថាវាពុលដោយសារតែថ្នាំដែលយើងបាញ់ពីមុនក៏ថាបានដែរបាទដោយសារតែវាមូស្លឹករាងធំប៉ុន្តែយើងមកមើលអានេះគឺមូក្រោយបាទបងប្អូនព្រោះអាមាញ់គឺវាស្នាមមូចាស់ហើយវាមានស្នាមអុចស្នាមលួយបាទអញ្ចឹងអានេះវាមូថ្មីនេះអានេះមូថ្មីស្រស់មែនតើយើងបើកមើលបាទអញ្ចឹងដោយសារតែរយៈពេលយូរបាទបងប្អូននេះគឺចាប់ដើមមានតកោមូហើយបាទអញ្ចឹងរយៈពេលនៃការបាញ់របស់យើងគឺបានយូរគ្រាន់បើបាទបងប្អូនរយៈពេល10ថ្ងៃបាទបងប្អូន10ថ្ងៃឃើញថាតកោទើបតែធ្វើការមូស្លឹកនៅឡើយទេបាទអញ្ចឹងគឺអត់ទាន់មានមូច្រើនទេហើយសម្រាប់ speed សត្វល្អិតនេះបើសិនជាមូស្លឹក
แบบหนึ่งส่วนถ้าตายังบัญเวียงวบออดมาในពេលដែលយើងបាញ់បាទសារធាតុថ្នាំវាជ្រាបចូលតាមស្លឹកនេះបងប្អូនជ្រាបចូលនៅក្នុងស្លឹកនេះតង្កូវដែលមូលស្លឹកនេះក៏ងាប់ដែរបាទខ្ញុំបត់ពិសោធន៍ខ្ញុំបាញ់speed សត្វល្អិតនេះមកច្រើនដងមកហើយបាននៅលើចន្ទទីរបស់ខ្ញុំនេះណាបាទអញ្ចឹងនៅពេលដែលវាជ្រាបចូលអញ្ចឹងគឺវានឹងងាប់តែម្ដងនៅពេលដែលដង្កូវវាចាប់ផ្ដើមស៊ីស្លឹកគឺវាបានជ្រាបចូលទៅក្នុងខ្លួនដង្កូវធ្វើឲ្យដង្កូវហ្នឹងគឺងាប់តែម្ដងបាទបងប្អូនអញ្ចឹងនៅពេលដែលយើងញែកឃើញអញ្ចឹងយើងច្បាច់វាចោលទៅបាទយើងសម្លាប់វាទៅបាទអញ្ចឹងរយៈពេល10ថ្ងៃបងប្អូនគិតថាយូរឬក៏តិចថ្ងៃពេកជាក់ស្ដែងបើសិនជាតំបន់ដែលយើងដាំចន្ទទីជុំវិញនឹងសិតតែចន្ទទីដូចគ្នាអញ្ចឹងបើសិនជាយើងបាញ់តែយើងគេអត់បាញ់រយៈពេលតែ5ថ្ងៃក៏អត់ទាន់ដែរក៏នៅតែមានសត្វតិចនិងតង្កូវស៊ីស្លឹកផងដែរបាទអាហ្នឹងណាប៉ុន្តែសម្រាប់តំបន់ណាដែលយើងដាច់ស្រយាលពីគេឬក៏យើងមានចន្ទទីជុំវិញយើងដែរប៉ុន្តែគេក៏បាញ់យើងក៏បាញ់ចន្ទទីរបស់យើងក៏អត់សូវជួបនៅបញ្ហាតង្កូវស៊ីស្លឹកឬក៏មូសតែចុចនោះទេបាទបងប្អូនហ្នឹងហើយអញ្ចឹងជាចុងក្រោយសម្រាប់បងប្អូនដែលចង់បានថ្នាំប្រភេទសត្វល្អិតដែលបាញ់ទៅលើដំណាំចន្ទទីបាញ់ទៅបានរយៈពេលយូរបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅក្នុងវីដេអូនេះបានបាទសូមអរគុណ